សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ចង្អល់តែអ្នកធ្លាប់ជួបស្ថានភាពបែបនេះទេនៅពេលព្រឹកយើងមានកម្លាំងពេញខ្លួនធ្វើការងារយ៉ាងសកម្មប៉ុន្តែឲ្យតែញ៉ាំបាយថ្ងៃត្រង់ឆ្អែតភ្លាមណែកញ្ចប់ដើមធ្ងន់រកតែសម្រាកមនុស្សភាគច្រើនតែងតែគិតថាវាជាការខ្ជិលច្រអូសឬមកពីយើងសម្រាកមិនគ្រប់គ្រាន់ពីយប់ប៉ុន្តែតាមពិតទៅវាមិនមែនដូច្នេះទេវាគឺជាបាតុភូតបែបវិទ្យាសាស្ត្រមួយយ៉ាងដែលកើតឡើងនៅក្នុងរាងកាយយើងគ្រប់គ្នាតើបាតុភូតនោះជាអ្វីហើយហេតុអ្វីបានជាវាបង្ខំឲ្យយើងចង់តែគេងបែបនេះតោះមកបកស្រាយចម្ងល់នេះជាមួយគ្នានៅក្នុងភាសាបច្ចេកទេសអាការៈងុយគេងត្រូវបានគេហៅថា postprandial somnolence ឬដែលយើងស្គាល់ជាទូទៅថា food coma វាគឺជាការប្រែប្រួលនៃកម្រិតថាមពលនៅក្នុងរាងកាយបន្ទាប់ពីប្រព័ន្ធរំលាយអាហារចាប់ផ្ដើមធ្វើការហេតុអ្វីបានជាយើងងុយគេងមូលហេតុចម្បង3យ៉ាងមូលហេតុចម្បងទី1ការបង្វែរចរន្តឈាមនៅពេលដែលអាហារចូលទៅដល់ក្រពះប្រព័ន្ធរំលាយអាហារត្រូវការថាមពលយ៉ាងច្រើនដើម្បីបំបែកអាហារទាំងនោះនៅពេលនោះរាងកាយនឹងបញ្ជាឲ្យចរន្តឈាមរត់ទៅកាន់ក្រពះនិងពោះវៀនឲ្យបានច្រើនជាងមុនដើម្បីជួយដល់ការបឺតស្រូបសារធាតុចិញ្ចឹមជាលទ្ធផលឈាមដែលត្រូវរត់ទៅចិញ្ចឹមខួរក្បាលមានការថយចុះបន្តិចបន្តួចដែលធ្វើឲ្យយើងមានអារម្មណ៍ថាស្ពឹកនិងងងុយគេងមូលហេតុទី2ការបញ្ចេញអរម៉ូននៅពេលយើងញ៉ាំអាហារជាពិសេសអាហារដែលមានជាតិម្សៅដូចជាបាយសនំប៉័ងឬជាតិស្ករខួរក្បាលនឹងបញ្ជាឲ្យយើងបញ្ចេញអរម៉ូនយ៉ាងឈ្មោះថា serotonin ដែលជាអរម៉ូននៃក្តីសុខនិងការសម្រាកបន្ទាប់មកវានឹងបំបែកទៅជា melatonin ដែលជាអរម៉ូនបញ្ជាឲ្យគេងនេះហើយជាមូលហេតុដែលធ្វើឲ្យយើងមានអារម្មណ៍ថាស្កប់ស្កល់ក្រោយញ៉ាំបាយមូលហេតុទី3កម្រិតជាតិស្ករក្នុងឈាមអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងលឿនដើម្បីគ្រប់គ្រងជាតិស្កររាងកាយត្រូវបញ្ចេញអរម៉ូនអាំងស៊ុយលីនកម្រិតអាំងស៊ុយលីនខ្ពស់បែបនេះក៏ជួយរុញច្រានសារធាតុមួយយ៉ាងឈ្មោះថា tryptophan ចូលទៅកាន់ខួរក្បាលដែលនាំឲ្យយើងងុយគេងដូចគ្នាតើអាហារប្រភេទណាដែលធ្វើឲ្យយើងងុយគេងខ្លាំងជាងគេមិនមែនរាល់ការញ៉ាំសុទ្ធតែធ្វើឲ្យងុយគេងខ្លាំងដូចគ្នានោះទេអាហារដែលខ្លាំងជាងគេគឺអាហារមានជាតិម្សៅខ្ពស់ដូចជាបាយសច្រើនជ្រុលអាហារផ្អែមខ្លាំងឬភេសជ្ជៈដែលមានជាតិស្ករច្រើនអាហារដែលមានជាតិខ្លាញ់ច្រើនព្រោះវាត្រូវការពេលរំលាយយូរវិធីកាត់បន្ថយអាការៈងុយគេងដើម្បីកុំឲ្យខូចការងារឬរំខានដល់ការសិក្សានៅពេលរសៀលអ្នកអាចសាកល្បងដូចខាងក្រោម 1. ញ៉ាំក្នុងបរិមាណល្មមកុំញ៉ាំរហូតដល់ការថប់ដង្ហើមឬឆ្អែតខ្លាំងពេក 2. តុល្យភាពអាហារបន្ថែមបន្លែនិងប្រូតេអ៊ីនឲ្យបានច្រើននិងកាត់បន្ថយជាតិម្សៅ 3. ដើរបន្តិចបន្តួចក្រោយញ៉ាំរួចកុំអាលអង្គុយស្ងៀមឬគេងភ្លាមចូលដើរតិចរយៈពេល 5 ទៅ 10 នាទីដើម្បីជួយដល់ការរំលាយអាហារ 4. ផឹកទឹកឲ្យបានច្រើនការខ្វះជាតិទឹកក៏ធ្វើឲ្យយើងឆាប់ហត់និងងុយគេងដែរសរុបមកអាការៈងុយគេងក្រោយញ៉ាំបាយគឺជារឿងធម្មជាតិរបស់រាងកាយមនុស្សយើងតែប៉ុណ្ណោះប៉ុន្តែការយល់ដឹងពីវានឹងជួយឲ្យយើងអាចគ្រប់គ្រងរបបអាហារនិងពេលវេលាបានកាន់តែល្អដើម្បីឲ្យរាងកាយនៅតែមានថាមពលពេញមួយថ្ងៃចុះអ្នកទាំងអស់គ្នាវិញតើធ្លាប់ងុយគេងដល់ថ្នាក់ទ្រាំមិនបានក្រោយញ៉ាំបាយដែរឬទេកុំភ្លេចបញ្ចេញមតិនៅខាងក្រោមហើយប្រសិនបើអ្នកចូលចិត្តវីដេអូបែបបកស្រាយចម្ងល់បែបនេះកុំភ្លេចចុច like និង subscribe Channel ចម្ងល់ Daily Wonder ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍សូមអរគុណនិងជួបគ្នានៅវីដេអូក្រោយ